Ngày nay nó khơi trong nhằm slap mòn pong trong cóធ្វើ video បង្ហាញបងប្អូនឲ្យបានឃើញតែម្ដងទៅហើយស្លាប់មន់ពងយើងនេះគឺធ្វើងាយបំផុតដោយយើងប្រចាំប្រឡាក់ម្សៅតទេឬក៏អីទេគឺយើងគ្រាន់តែជ្រើសរើសប្រភេទម្សៅហើយយកមកលាយគឺបានតែម្ដងអញ្ចឹងជាដំបូងហ្នឹងគឺខ្ញុំជ្រើសរើសយកម្សៅបំពងហ្នឹងដែលវាមានរសជាតិរៀងមានរសជាតិស្រាប់អញ្ចឹងបើថាវារសជាតិរៀងប្រៃស្រាប់អីចឹងណាអញ្ចឹងខ្ញុំលាយជាមួយនឹងទឹកកកទឹកត្រជាក់យើងណាបន្ទាប់មកខ្ញុំប្រើស្លាប់មាន់ហ្នឹងចំនួន4ដុំអញ្ចឹងខ្ញុំកូរវាចឹងមកហើយពុកម៉ែបងប្អូនអ្នកដែលអត់ចេះអាចធ្វើបាននេះវិធីនេះគឺងាយមែនតើហើយស្រួយឆ្ងាញ់ដូចគ្នាគ្រាន់តែថាវាអត់មែនមើលទៅដូចយើងអាំពងនៅគេលក់នៅតាមផ្សារណាតែបើចង់បានរូបមន្តដែលធ្វើបំពងលក់បែបនៅផ្សារខមមិនមកចាំខ្ញុំនឹងប្រាប់នៅវីដេអូក្រោយអញ្ចឹងជាបន្ទាប់មកទៀតយើងត្រូវដាក់ខ្លាញ់ហ្នឹងឲ្យក្តៅសិនហើយយើងតម្លាក់ភ្លើងស្លាប់មាន់ពងរបស់យើងហ្នឹងចូលអញ្ចឹងណាបន្ទាប់ពីយើងពងវាបានបន្ទុះគឺវាចាប់ដើមឡើងស្រួយអញ្ចឹងហើយវាចាប់ដើមឡើងក្រហមហើយដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតអញ្ចឹងស្លាប់មាន់ពងគឺយើងនេះយើងពងបែបធម្មតាបែបថាគ្រាន់តែយើងចាក់ម្សៅដែលមានរសជាតិលាយនឹងស្រាប់ហើយយើងលាយបរិមាណម្សៅឲ្យល្មមទៅយើងអាចពងវាឲ្យស្រួយឆ្ងាញ់ដូចគ្នាចាអរគុណ